ប្រកាសថាឯកឧត្តមសាស្ត្រាចារ្យឈៀងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងកិច្ចប្រជុំលើកទី76របស់អង្គការសុខភាពពិភពលោកប្រចាំ Pacific ខាងលិចនៅសាធារណរដ្ឋ Fiji ថ្ងៃទី20ដល់ថ្ងៃទី24ខែតុលាឆ្នាំ2025 Invite Cambodia to be followed by Hong Kong Special SRA China. Honorable Chair, Honorable ឯកឧត្តមប្រធានឯកឧត្តមនាយកប្រចាំតំបន់ឯកឧត្តមលោកជំទាវគណៈប្រតិភូលោកស្រី It is my honor ខ្ញុំមានកិត្តិយសនិងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដោយបានចូលរួមក្នុងកិច្ចប្រជុំលើកទី76របស់អង្គការសុខភាពពិភពលោកប្រចាំ Pacific ខាងលិច the Western Pacific. The Regional Committee កិច្ចប្រជុំថ្នាក់តំបន់នេះស្របតាមចក្ខុវិស័យរបស់កម្ពុជាសម្រាប់អនាគតដែលមានសុខភាពល្អប្រសើរនិងភាពធន់ជាងមុនដែលបង្ហាញនូវភាពប្រតិក្រឡាគ្នារវាងប្រព័ន្ធសុខាភិបាលសេដ្ឋកិច្ចនិងសង្គមដើម្បីធានានូវសន្តិភាពការអភិវឌ្ឍប្រកបដោយចីរភាពនិងសេចក្តីថ្លៃថ្នូររបស់ប្រជាជន Development and Population Dignity ក្នុងខណៈពេលដែលយើងកំពុងជួបប្រទះនិងដោះស្រាយបញ្ហាប្រឈមជាសកលលើវិស័យសុខាភិបាលសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការនឹងនាំផ្លូវឆ្ពោះទៅមុខដើម្បីជំរុញអាទិភាពសុខភាពជាតិរបស់យើងទាំងអស់គ្នា The Cambodia's WHO ការចុះហត្ថលេខាលើយុទ្ធសាស្ត្រសហប្រតិបត្តិការកម្ពុជា WHO ឆ្នាំ2024-2028ក្នុងកិច្ចប្រជុំអង្គការសុខភាពពិភពលោកប្រចាំ Pacific ខាងលិចកន្លងទៅគឺជាបង្គោលចរសំខាន់ដែលបានគូបញ្ជាក់អំពីការបដិញ្ញាចិត្តយ៉ាងច្បាស់លាស់របស់កម្ពុជាដើម្បីពង្រឹងលទ្ធផលសុខភាពក្នុងតំបន់ Partnership has driven ភាពជាដៃគូនេះបានជំរុញឲ្យមានកំណែទម្រង់សំខាន់ជាបន្តបន្ទាប់ដែលរួមមានផែនការយុទ្ធសាស្ត្រសុខាភិបាលឆ្នាំ2025-2034និងផែនការអភិវឌ្ឍធនធានមនុស្សសុខាភិបាលរយៈពេល10ឆ្នាំដែលត្រូវបានរៀបចំឡើងដើម្បីកែលម្អគុណភាពនៃសេវាសុខភាពឈ្មោះទៅរកការគ្របដណ្ដប់សុខភាពជាសកលនៅឆ្នាំ2035 by 2035. Cambodia is proud ព្រះរាជាណាចក្រកម្ពុជាមានមោទនភាពក្នុងការបង្ហាញនៅនវានុវត្តន៍គ្មានដែនកំណត់ទៅលើការអភិវឌ្ឍជាពិសេសការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងសុខាភិបាល Digital ដ៏ទូលំទូលាយសម្រាប់ជំងឺមិនឆ្លងដូចជាជំងឺទឹកនោមផ្អែមជំងឺលើសសម្ពាធឈាមនិងមហារីកដែលកំពុងតែកើនឡើងនិងគំរាមកំហែងដល់ប្រព័ន្ធសុខាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការបង្ការត្រួតពិនិត្យនិងគ្រប់គ្រងជំងឺមិនឆ្លងនៅក្នុងយុទ្ធសាស្ត្រការថែទាំសុខភាពបឋមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង within primary healthcare. These ក្នុង include នោះមានរួមបញ្ចូលទាំងការលើកកម្ពស់អេរយាប័តដែលធ្វើឲ្យមានសុខភាពល្អការពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងថ្នាំជក់និងគ្រឿងស្រវឹងនិងពង្រីកសេវាសុខភាពផ្លូវចិត្ត as a key to success. ដើម្បីសម្រេចគោលដៅនេះកម្ពុជាបានរៀបចំនិងផ្សព្វផ្សាយដាក់ឲ្យអនុវត្តនៅផែនការជាតិគ្រប់គ្រងជំងឺមហារីកឆ្នាំ2025-2030 To realize ដើម្បីឈានឆ្ពោះទៅសម្រេចបានសុខភាពសម្រាប់ទាំងអស់គ្នាយើងខ្ញុំសូមអំពាវនាវឲ្យបង្កើនកិច្ចសហប្រតិបត្តិការជាសកលក្នុងការប្រឈមនឹងហានិភ័យនៃជំងឺយើងត្រូវមានក្របខ័ណ្ឌបទបញ្ញត្តិសកលដ៏រឹងមាំជាងមុនជាមួយនឹងការវិនិយោគលើការថែទាំសុខភាពបឋមជាពិសេសការបង្ការនិងការថែទាំជំងឺមិនឆ្លងការពង្រឹងការការពារហានិភ័យហិរញ្ញវត្ថុកាន់តែរឹងមាំសម្រាប់ប្រជាជនដែលងាយរងគ្រោះនិងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខសុខភាពCambodia recognize កម្ពុជាទទួលស្គាល់បញ្ហាប្រឈមដែលយើងទាំងអស់គ្នាកំពុងតែជួបប្រទះដូចជាការបម្រែបម្រួលអាកាសធាតុការប្រែប្រួលប្រជាសាស្ត្រនិងការកើនឡើងនៃបន្ទុកជំងឺមិនឆ្លង diseases. However, ទោះជាយ៉ាងណាក្តីយើងមានការបដិញ្ញាចិត្តយ៉ាងមុតមាំដើម្បីរួមចំណែកគាំទ្រដល់សកម្មភាពរបស់អង្គការសុខភាពពិភពលោកប្រចាំតំបន់ដោយធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលដោយមិនបានទទួលសេវាថែទាំសុខភាពក្នុងខណៈដែលយើងរួមសហប្រតិបត្តិការនិងសហការគ្នាកសាងតំបន់ Pacific ខាងលិចដែលមានសុខភាពល្អប្រសើរនិងរឹងមាំ Western Pacificសូមអរគុណ region together. Thank you.